ពីព្រះសម្មាសម្ពុទ្ធនោះជំរាបដល់ញោមញាតិពុទ្ធបរិស័ទឲ្យស្គាល់ថាព្រះពុទ្ធជាអ្វីបានជំរាបថាព្រះពុទ្ធជាមនុស្សដូចយើងសុទ្ធតែញោមញាតិពុទ្ធបរិស័ទដែលជ្រះថ្លាជឿចំពោះព្រះពុទ្ធនឹងដោយហេតុអ្វីតែញោមញាតិពុទ្ធបរិស័ទខ្មែរយើងនឹងជ្រះថ្លានឹងព្រះពុទ្ធទុកដូចជាអតិទេវតាបែនប្រព្រំជាវត្ថុដែលគេបួងសួងបន់ស្រន់សូមឲ្យព្រះពុទ្ធប្រទានណាអ្វីដែលគេចង់បានបើញោមញាតិគ្រប់គ្នាទាំងអស់ជ្រះថ្លាបែបនេះមិនត្រឹមត្រូវទេព្រោះព្រះពុទ្ធលោកមិនមានទ្រព្យសម្បត្តិអ្វីនឹងឲ្យដល់ញោមបានទេនឹងសូមឲ្យញោមញាតិជ្រាបសម្រាប់ញោមញាតិពុទ្ធបរិស័ទដែលជ្រះថ្លានឹងព្រះពុទ្ធទី1គឺវិសុទ្ធិគុណជ្រះថ្លានឹងគុណនៃសេចក្តីបរិសុទ្ធនៃបរតិព្រះអង្គគឺអស់កិលេសមិនមានទេស្អាតល្អទី2ករុណាគុណព្រះអង្គមានករណាធ្វើគឺសេចក្តីអាណិតអាសូរដល់សត្វលោកទាំងអស់ទូទាំងពិភពលោកនេះដែលសាកឃើញជីវិតរបស់សត្វលោកនឹងកើតមករស់នៅក្រោមឥទ្ធិពលនៃសេចក្តីទុក្ខក្របដណ្ដប់ពីលើជីវិតរបស់សត្វលោកទាំងអស់គឺរមែងជួបនឹងសេចក្តីទុក្ខដែលធំបំផុតគឺការកើតចាស់ឈឺស្លាប់និងទុក្ខដទៃទៀតរួមមកមាន12កងនេះជាទុក្ខសម្រាប់ជីវិតរបស់មនុស្សលោកហើយព្រះអង្គទ្រង់មានព្រះមេត្តាមានករណាធ្វើបានសាងបារមីដើម្បីត្រាស់ដឹងជាពុទ្ធមានតែពុទ្ធមួយទេដែលអាចសម្ដែងធ្វើជានិយានកធัวនោះសម្រាប់យត្តយោមមនុស្សលោកនោះឲ្យរួចឆ្លងផុតចាកទុក្ខតែធ្វើរបស់ពុទ្ធតែលញោមញាតិសិក្សារៀនសូត្រចេះចាំបានហើយយកមកបប្រតិបត្តិយកមកអនុវត្តដោយខ្លួនឯងទោះបីព្រះសម្មាសម្ពុទ្ធដែលត្រាស់ដឹងជាពុទ្ធក៏ការងារទាំងអស់ព្រះអង្គបំពេញដោយខ្លួនឯងទាំងអស់អត់មាននរណាមួយមកជួយធ្វើការដើម្បីព្រះអង្គត្រាស់ដឹងជាពុទ្ធបានទេនេះជាពុទ្ធសាសនាទី3គឺបញ្ញាគុណញោមញាតិជ្រះថ្លានឹងពុទ្ធគឺដោយសារព្រះអង្គមានបញ្ញាដ៏ក្រៃលែងជាងមនុស្សនិងទេវតាទាំងអស់ឥតមានបុគ្គលណាមួយដែលមានបញ្ញាស្មើនឹងព្រះអង្គទេញោមញាតិតែសូត្រពុទ្ធគុណថាព្រះអង្គមានប្រាជ្ញារកទីបំផុតគ្មានបញ្ញារបស់ព្រះពុទ្ធអត់មានកម្រិតថាមានចម្ងាយប្រមាណគីឡូទេតែកាលណាវាផុតគីឡូទៅហើយអត់ដឹងទេមានកម្រិតដូចជាមនុស្សយើងសប្តាហ៍រៀនមានកម្រិតវិជ្ជាបរិញ្ញាបត្រអនុបណ្ឌិតគឺបណ្ឌិតមានកម្រិតនៃការចេះដឹងរីឯព្រះពុទ្ធមិនមានទេបុគ្គលណាមួយទៅសួរពីអ្វីក៏ព្រះអង្គអាចឆ្លើយប្រាប់បានដែរនេះឈ្មោះថាបញ្ញាគុណម្យ៉ាងទៀតញោមញាតិសូត្រពុទ្ធគុណរ៉ែដែលថាសត្តាទេវមនុស្សសាnăngតែព្រះអង្គជាគ្រូរបស់ទេវតានិងមនុស្សហើយតែពាក្យថាគ្រូគឺចេះជាងសិស្សហើយព្រះអង្គលោកបណ្ឌិតព្រានបដៅ
ដល់មនុស្សទាំងឡាយទាំងពួងនឹងឲ្យបានចេះដឹងស្គាល់ខុសត្រូវឃើញយល់កើតបញ្ញាយល់សេចក្តីទុក្ខសេចក្តីសុខនៃជីវិតហ្នឹងដែលកើតមកជាមនុស្សនោះនេះតែញោមញាតជ្រះថ្លានឹងពុទ្ធគឺជ្រះថ្លាដោយលក្ខណៈ3យ៉ាងហ្នឹងឯងទី1គឺវិសុទ្ធិគុណនៃទឹកប្រតិស្អាតបរិសុទ្ធមិនមានកិលេសទី2ករណាគុណគឺព្រះអង្គមានករណាធ្វើចំពោះជីវិតសត្វលោកទាំងអស់មិនរើសមុខទេទោះបីជាមនុស្សនោះអ្នកមានអ្នកក្រមន្ត្រីអាមាត្យឬអ្នកសំទានគេក៏ដោយក៏ព្រះអង្គមានករណាធ្វើស្មើទូទៅទាំងអស់បញ្ញាគុណគឺព្រះអង្គមានបញ្ញាដល់ក្រៃលែងនេះដែលញោមញាតជ្រះថ្លានឹងព្រះពុទ្ធគឺដោយប្រការយ៉ាងហ្នឹងឯងពីសួរតែញោមញាតគោរពព្រះពុទ្ធតែងឲ្យទានឲ្យធូបគោរពព្រះពុទ្ធនឹងតើចិត្តរបស់ញោមនឹងគឺកងចិត្តរបស់ញោមទៅកាន់ព្រះពុទ្ធនឹងយ៉ាងម៉េចបើថាញោមឲ្យធូបឲ្យបន់ស្រន់សូមឲ្យព្រះពុទ្ធនឹងប្រទានពោធិ៍សាធុការយុវែងទ្រព្យសម្បត្តិយកសាអីឲ្យដល់ញោមនឹងបានន័យថាអត់មានប្រយោជន៍អីទេព្រោះព្រះពុទ្ធលោកមិនមានទ្រព្យធនអីនឹងចែកដល់ញោមទេសំបីតែរិទ្ធរបស់ព្រះលោកអភិនិហាបារមីអីដែលលោកមានក៏មិនអាចចែកញោមបានដែរតែលោកអាចចែកនៅអវាទទូលមានព្រិនប្រដៅរបស់លោកគឺសិលសមាធិបញ្ញាណាបានចែកជូនដល់ញោមញាតបានតែលោកចែកជូនដល់ញោមញាតគ្រាន់តែជាបរិយត្តិធ្វើជាទ្រឹស្ដីទេតែញោមញាតចេះចាំហើយយកមកបដិបត្តិស្មើនឹងអនុវត្តទើបសម្រេចផលប្រយោជន៍បានដល់ញោមញាតទាំងអស់គ្រប់គ្នានេះញោមជ្រះថ្លានឹងពុទ្ធគឺចេតនាដោយប្រការយ៉ាងនេះបើតែជ្រះថ្លាដោយសំពោសំជ័យព្រះអង្គប្រទានឲ្យអត់អំពើទេអត់មានប្រយោជន៍ទេវាខុសទិសដៅនៃពុទ្ធសាសនាពុទ្ធសាសនានេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងជាបុគ្គលដែលជឿនៅកម្មនិងផលរបស់កម្មគឺអំពើដែលយើងធ្វើនឹងជាហេតុកាលណាយើងធ្វើទៅបានប្រយោជន៍មកចេញជាផលនោះវាកើតពីកម្មកើតពីហេតុដែលញោមញាតធ្វើគ្រប់គ្នាហ្នឹងឯងសរុបសេចក្តីដែលកន្លែងមកគឺព្រះពុទ្ធនឹងបង្រៀនញោមញាតឲ្យធ្វើការទេញោមញាតស្ដាប់បានទេព្រះពុទ្ធលោកបង្រៀនឲ្យធ្វើការទេมันបង្រៀនឲ្យយើងទៅសុំអីពីព្រះពុទ្ធឬសុំពីអ្នកណាដទៃអត់មានទេព្រះពុទ្ធភាសិតត្រង់សម្ដែងថាខ្លួនទីពឹងខ្លួនយើងត្រូវទីពឹងខ្លួនយើងត្រូវធ្វើការងារដោយកាយដោយវាចាចិត្តទៅបានផលប្រយោជន៍ត្រឹមធន់មកជាគ្រឿងទីពឹងនៃជីវិតនោះព្រះពុទ្ធលោកបដៅហ្នឹងទេទូលមានហ្នឹងទេ